ដឹងលីនតុងក៏បានហ្វឹកហាត់នៅក្បាច់គុណវិនិច្ឆ័យហនត្រៃហើយដៃឋានសួរនេះវាក៏ជាក្បាច់គុណមួយដែលបង្កើតឡើងដោយអ្នកហ្វឹកហាត់កំពូលតាំងពីសម័យបុរាណប៉ុន្តែពួកគាត់មិនបានស្មានដល់ថាក្បាច់គុណនិងជំនាញរបស់លីនតុងអាចឈានមកដល់កម្រិតបែបនេះទេរូបរាងស្រាលៗពេលនោះគឺលែងជាពលិក្បាច់គុណធម្មតាទៀតហើយអាចចាត់ទុកថាគឺជាអវតារដែលមិនពេញលេញមួយរបស់ស្ដេចវិនិច្ឆ័យហនត្រៃដូចទៅហើយទោះបីជាវាគ្រាន់តែជាអវតារមិនពេញលេញក៏ដោយអំណាចរបស់វាគឺអាចនិយាយបានថាគួរឲ្យខ្លាចណាស់សមត្ថភាពក្នុងការបង្កើតនៅរាងកាយអវតារមួយនេះទោះបីជាអវតារមិនពេញលេញក៏ប៉ុន្តែសមត្ថភាពមួយនេះសូម្បីតែចិននិងគូតៅក៏គាត់មិនអាចធ្វើបានដែរនេះក៏ព្រោះតែវាមានតម្រូវការពិសេសមួយចំនួននៅក្នុងការប្រើបច្ចេកទេសមួយនេះហេតុផលដែលលីនតុងអាចធ្វើបានគឺតាក់ទងយ៉ាងច្បាស់ទៅនឹងគម្ពីរវិនិច្ឆ័យហនត្រៃហើយឈ្មោះស្នៀតរបស់លីនតុងនេះគឺវែងណាស់ដល់នេះមិនមែនត្រឹមតែពាក្យថាដៃឋានសួរទេបើប្រែមកគឺមានន័យថាដៃឋានសួរខំខាំងវិនិច្ឆ័យហនត្រៃរូបរាងដែលជាអវតាររបស់ស្ដេចវិនិច្ឆ័យហនត្រៃដែលមានទឹកមុខត្រជាក់និងមើលម៉ាត់ក៏លេចឡើងក្នុងខ្សែភ្នែករបស់លីនតុងដែរបន្ទាប់ពីនោះលីនតុងក៏បានងើយមកឡើងទៅលើហើយលើកដៃរបស់គាត់ហាក់ដូចជាត្រទៅកាន់ភ្នំដែលកំពុងតែទម្លាក់មកហើយរាងកាយអវតាររបស់ស្ដេចវិនិច្ឆ័យហនត្រៃហ្នឹងក៏បានលើកដៃដូចជាលីនតុងផងដែរហើយចាប់ស្រាលៗទៅលើភ្នំដែលកំពុងតែសង្កត់ចុះមកក្រោមទោះបីជាមើលទៅលើសកម្មភាពហាក់ដូចជារូបរាងកាយអវតារហ្នឹងចាប់ទៅស្រាលៗក៏ដោយប៉ុន្តែគឺមានថាមពលដ៏គួរខ្លាចគឺបានបក់បោហើយថាមពលនោះគឺហាក់ដូចជាថាមពលពីបុរាណនៅពេលដែលការប៉ះទង្គិចគ្នារវាងភ្នំដ៏ធំសម្បើមដែលកំពុងតែធ្លាក់ចុះមកហើយនឹងដៃរបស់លីនតុងប្រើនៅអវតារមួយនោះដើម្បីទៅទប់ទល់ការប៉ះទង្គិចគ្នាដ៏ធំសម្បើមនេះសូម្បីតែលំហក៏បង្ហាញនូវសញ្ញានៃការខូចទ្រង់ទ្រាយបន្តិចលីនតុងងើយក្បាលឡើងមានឧបករណ៍សម្លេងមួយដែលជួយដាក់លើការប្រែប្រួលដ៏ខ្លាំងក្លានៃការប៉ះទង្គិចដ៏ព្រៃផ្សៃនេះនៅពេលដែលពន្លឺត្រជាក់លើកឡើងនៅលើភ្នែករបស់លីនតុងយើងពន្លឺនៅក្នុងភាពទទេហើយដូចជាបានបញ្ចេញសម្លេងនិងចំហាយពីបុរាណបន្ទាប់ពីនោះរូបរាងកាយអវតារនេះលើកដៃឡើងម្ដងទៀតស្ដាប់យ៉ាងណែននៅពេលដែលសម្រាប់ដៃបានក្រាបមនុស្សគ្រប់គ្នាអាចមើលឃើញថាលំហក៏បានជួយទ្រង់ទ្រាយយ៉ាងខ្លាំងមិនយូរប៉ុន្មាននោះដែលកំពុងតែធ្លាក់មកគឺវាបានបញ្ចេញសម្លេងប្រេះជាច្រើនក៏បានរីករាលដាលពីពេញភ្នំមនុស្សយ៉ាងលឿនពួកជនបានឃើញទស្សនវិជ្ជាទឹកមុខរបស់គេក៏បានផ្លាស់ប្ដូរខណៈពេលដែលគេក៏បានបញ្ចេញធម៌ពលយានយ៉ាងលឿនដើម្បីចាក់ចូលទៅក្នុងភ្នំមនុស្សខាងទៀតគេកំពុងតែបញ្ជូនធម៌ពលយាននៅក្នុងខ្លួនរបស់គេដើម្បីធ្វើឲ្យភ្នំមនុស្សមានស្ថិរភាពដូចយ៉ាងណាក៏ដោយការដូចជាអ្វីអាចរារាំងទៅលើចំដាប់ដៃនៃរាងកាយអវតាររបស់ស្ដេចវិនិច្ឆ័យហនត្រៃបានទេការតស៊ូរវាងភាគីទាំងសងខាងប៉ុន្តែមើលទៅកាន់ការតស៊ូរបស់ពួកជនហាក់ដូចជាគ្មានប្រយោជន៍នោះទេអ្វីដែលគេអាចធ្វើបានគឺគ្រាន់តែមើលទៅកាន់ស្នាមប្រេះដែលលេចឡើងនៅលើភ្នំរបស់គេនោះតែប៉ុណ្ណោះលីនតុងស្រែកថាបំបីគ្រាន់តែសម្លេងលីនតុងបានលើចំដៃដ៏ធំរបស់រាងកាយអវតារក៏បានស្ដាប់យ៉ាងណែនភ្លាមៗកម្លាំងដ៏គួរខ្លាចមួយក៏បានបង្កើតចេញហើយភ្នំនោះគឺវាលែងអាចទ្រាំទ្របានទេហើយវាក៏បានផ្ទុះទាំងនៅពេលដែលភ្នំដែលជាបច្ចេកទេសវាប្រហាររបស់ពួកជនវាបានផ្ទុះពួកជនផ្ទាល់ហ្នឹងក៏រងផលប៉ះពាល់ដែរគេក៏បានពុះឈាមចេញមកទាំងនោះរាងកាយរបស់គេក៏បានដកថយយ៉ាងលឿនដូចណាក៏ដោយនៅពេលដែលរាងកាយរបស់គេរៀបនឹងដកថយចេញទៅឆ្ងាយនោះពន្លឺបៃតងមួយក៏បានលេចឡើងនៅចំពោះមកគេនោះជាលីនតុងហ្នឹងឯងពួកជនគេមិនបានភ័យស្លន់ស្លោទេនៅពេលដែលគេបានឃើញលីនតុងញាប់ញ៉ាវប៉ុន្តែគេបានប្រើលំពេញរបស់គេដែលមានពន្លឺរមុតស្រួយព្យាយាមទម្លុះទៅកាន់ចំណុចស្លាប់របស់លីនតុងនៃរបស់លីនតុងក៏បានសម្លឹងមើលឲ្យចំណុចកណ្ដាលពេលគាត់មើលកាន់ពួកជនដែលរឹងរូបមិនព្រមចាញ់លីនតុងក៏បានស្លៀកកើទៅខាងឆ្វេងពួកជនហើយក្តាប់ដៃយ៉ាងណែនពេលហ្នឹងដើមឈើខ្មៅដ៏ធំមួយក៏បានលើកឡើងហើយគ្រាន់តែលើពាក្យថាដើមឈើហ្នឹងគឺយើងដឹងហើយវាគឺជាដើមឈើអន្តរជាតិហ្នឹងឯងគាត់បានប្រើវាធ្វើជាដំបងវាយឆ្កែមិនឈើនៃដើមឈើហ្នឹងគឺវាបានដូចជាធ្វើពីលោហៈអញ្ចឹងទៅលីនតុងលើកឈើនោះហើយក៏វាយ៉ាងខ្លាំងបំផុតទៅលើរាងកាយរបស់ពួកជនសម្លេងការឡោមទៅលន់សូរតែបុំពួកជនឡោមទៅដូចជាប្រព័ន្ធធំអញ្ចឹងជាចុងក្រោយគេក៏ផ្ទុកទៅដីយ៉ាងខ្លាំងខណៈពេលដែលឈាមចេញមកសារទៀតហើយលីនតុងចុះមកពីលើអាកាសយឺតៗនិយាយទាំងញញឹមតិចតែឯងចាញ់ហើយទឹកមុខរបស់ពួកជនពេលនេះគឺគួរស្ដាយបន្តិចនៃតែពោពេញទៅដោយមោទនភាពរបស់គេក៏បានផ្លាស់ប្ដូរហើយនៅពេលគេសម្លឹងមើលលីនតុងនៅពេលគេបានបានចុះបន្តិចកំឡុងពេលដែលការកោនក្បាលចុងរបស់គេនឹងដៃរបស់គេក៏បានបង្កើតជាពន្លឺមុខស្រួយមួយហើយគេលួចវាឆ្មក់យ៉ាងលឿនឆ្ពោះទៅរកបំពង់ករបស់លីនតុងប៉ុន្តែមេឈើនៃតាមឈើខ្មៅមនុស្សក៏បានគេរាំងទៅកាន់ការវិភាគមនុស្សដល់គាត់ពេលហ្នឹងលីនតុងខឹងប្រោយនៃរបស់គាត់ចាប់បានស្រួយហើយពួកជនគាត់គេក៏អាចមានអារម្មណ៍ដឹងពីចេតនាសម្រាប់លីនតុងដែរមុនហ្នឹងលីនតុងគ្រាន់តែប្រដៅទេឥឡូវគេហាក់ដូចជាមិនដឹងល្អក្រក់ខាងជំនួយពីប្រហែលគាត់ទៀតទឹកមុខរបស់លីនតុងឥឡូវគឺបានផ្លាស់ប្ដូរហើយដើមឈើក៏បានឆ្លៃមកម្ដងទៀតលើកនេះវាតម្រង់មករកក្បាលរបស់ពួកជនតែម្ដងពេលនេះពួកជនគេច្បាស់ជាមានជំនឿខ្លាំងបន្តិចទៅហើយគេមិនស្មានដល់ថាការលួចវាឆ្មក់របស់គេគឺធ្វើឲ្យលីនតុងខឹងសម្បើមនិងមានប្រហែលយ៉ាងសាហាវត្រឡប់ទៅបែបនេះសោះមូលហេតុហ្នឹងក៏ដោយសារគេមិនទាន់ដឹងពីអត្តចរិតរបស់លីនតុងនៅកំឡុងពេលដែលដើមឈើខ្មៅនោះគឺរៀបនៅក្នុងក្បាលរបស់ពួកជនទៅហើយនោះទឹកមុខព្រឹត្តិការណ៍ដែលគេហៅបបផេះនៅក្នុងក្បាលក្នុងចានចោលហ្នឹងគេក៏បានធ្វើសកម្មភាពស្ទង់ទៅបង្ហាញខ្លួនចំពោះមុខពួកជនលឿនទៅពីដៃរបស់គេរៀបរៀងទៅកាន់ដើមឈើដែលកំពុងតែក្រវីមកក៏មកម្រាមដៃរបស់គេក៏ចង្អុលទៅលើលីនតុងនៅពេលដែលម្រាមដៃហ្នឹងគឺបានចង្អុលទៅភ្លាមរូបរាងនោះនេះក៏បង្ហាញខ្លាំងចំពោះមុខលីនតុងដូចគ្នាបាតដៃរបស់គាត់ក៏បានប្រើកម្លាំងអស្ចារ្យធ្វើឲ្យព្រឹត្តិការណ៍ពាក់អាវបបផេះនោះក៏បានថយក្រោយមកជំហានឈិនគាត់ក៏បានធ្វើសកម្មភាពផងដែរដោយគាត់បានបង្ខំឲ្យព្រឹត្តិការណ៍ម្នាក់ហ្នឹងគឺថយក្រោយហើយក៏និយាយថាព្រឹត្តិការណ៍ឆឹង